គមន៍បណ្ដោយឲ្យភាពធ្វេសប្រហែសបំផ្លាញទ្រព្យសម្បត្តិរបស់បងប្អូនដោយមិនដឹងខ្លួនការកាន់កាប់ប្លង់រឹងដោយមិនបានផ្ទេរឈ្មោះឬក៏មិនបានកាត់ឈ្មោះមកយើងដែលជាម្ចាស់ថ្មីអាចបណ្ដាលឲ្យបងប្អូនទាំងអស់គ្នាជួបបញ្ហាធំចំនួន4សំខាន់ហើយជាពិសេសគឺជាចំណុចទី4ដែលជាចំណុចចុងក្រោយនឹងតែម្ដងសំខាន់មែនទែនបងប្អូនទាំងអស់គ្នាអញ្ចឹងអ៊ំពូមួយដែលចង់ឃើញវីដេអូច្បាប់នេះនៅតែបន្តការចែកម្លែកទៀតកុំភ្លេចចុច link នៅខាងក្រោមឬក៏តាក់ទងមកខ្ញុំបានដើម្បីទិញនៅផលិតផលច្បាប់ផ្សេងៗដែលខ្ញុំមានលក់ហើយការលក់នេះគឺដើម្បីឲ្យបងប្អូនអ៊ំពូមួយយកទៅលំលឹកដល់ស្មារតីច្បាប់តោះចូលក្នុងវីដេអូទាំងអស់គ្នាបញ្ហាទី1គឺម្ចាស់ដីដើមអាចយកដីនោះយកទៅបញ្ចាំបានសំណួរសុទ្ធតែហេតុអីបានគេយកទៅបញ្ចាំបានដោយសារតែបងប្អូនយកប្លង់ស៊ីនគេឬក៏ប្លង់ដើមហ្នឹងយកមកទុកមែនប៉ុន្តែឈ្មោះនោះនៅតែជាម្ចាស់ដីដើមដដែលនេះអញ្ចឹងម្ចាស់ដីដើមគេអាចស្នើសុំធ្វើប្លង់ថ្មីគេហៅថាប្លង់ទុតិយតាឬក៏យើងនិយាយងាយយល់ថាប្លង់ស្ទួតមានន័យថាយើងក៏ប្លង់ស៊ីនគេក៏ប្លង់ស៊ីនព្រោះម្ចាស់ដីដើមគេអាចយកហេតុផលថាគេបាត់ប្លង់ដីដើមអញ្ចឹងគេស្នើសុំទៅខាងសូយ៉ាដីខាងក្រសួងដើម្បីធ្វើប្លង់ថ្មីហើយគេយកប្លង់ថ្មីហ្នឹងយកទៅដាក់ប្រចាំបញ្ហាទី2គឺម្ចាស់ដីដើមអាចយកទៅលក់បន្តបានដូចខ្ញុំបានលើកឡើងអញ្ចឹងប្លង់ដីគេអាចស្នើសុំធ្វើថ្មីបានដែរអញ្ចឹងអាដីហ្នឹងក៏គេអាចយកទៅលក់បន្តបានដូចគ្នាអាហ្នឹងគឺជាបញ្ហាដែរបងប្អូនត្រូវកត់ចំណាំទុកណាឈានដល់បញ្ហាទី3បងប្អូនមិនអាចសាងសង់សំណង់ឬក៏មិនអាចយកដីហ្នឹងយកទៅដាក់បញ្ចាំបានទេឧទាហរណ៍បងប្អូនត្រូវខ្ចីធនាគារអញ្ចឹងបើឈ្មោះលើប្លង់ហ្នឹងបងប្អូនមិនមែនជាម្ចាស់កម្មសិទ្ធិប៉ុណ្ណឹងបងប្អូនយកដាក់ធនាគារបានអត់គឺអត់បានទេបងប្អូនចង់សាងសង់សំណង់សាងសង់ផ្ទះបងប្អូនដាក់ពាក្យស្នើសុំទៅកាន់អាជ្ញាធរដែនដីឬក៏ក្រសួងម៉ាស៊ីនជាសំណង់ហ្នឹងវាមានលក្ខណៈថាច្រើនជាន់ឬក៏ធំអញ្ចឹងបងប្អូនត្រូវស្នើសុំក្រសួងឬក៏អាជ្ញាធរដែលពាក់ព័ន្ធឈ្មោះបងប្អូនជាអ្នកស្នើមែនបងប្អូនជាអ្នកបំពេញពាក្យមែនប៉ុន្តែឈ្មោះនៅលើប្លង់មិនមែនជាឈ្មោះរបស់យើងទេអញ្ចឹងសួរថាតើនៅពេលដែលគេយកប្លង់យកមកផ្ទៀងផ្ទាត់ហើយគេយកឯកសារអ្នកស្នើសុំយកមកផ្ទៀងផ្ទាត់វាអត់ដូចគ្នាតើគេអនុញ្ញាតបានដែរអត់អាហ្នឹងជាដែលជាបញ្ហាអញ្ចឹងយើងយកទៅប្រចាំក៏អត់បានយកទៅខ្ចីធនាគារអត់បានហើយសាងសង់សំណង់ផ្សេងៗនៅលើដីរបស់យើងនឹងអត់បានទៀតអាហ្នឹងគឺជាបញ្ហាទី3ទេបងប្អូនចំណែកឯបញ្ហាទី4សំខាន់ចុងក្រោយមែនទែនពាក់ព័ន្ធនឹងការទាមទារពីជនណាផ្សេងទៀតឧទាហរណ៍ករណីទី1អាកាសឡើងឯងមានន័យថាម្ចាស់ដីដើមគាត់មិនយកទៅលក់ឯងករណីទី2គឺម្ចាស់ដីដើមគាត់មិនយកទៅដាក់ប្រចាំទេណាបាទគាត់មិនយកទៅខ្ចីធនាគារប៉ុន្តែចូលករណីដែលសំខាន់នោះគឺកូនគាត់នឹងមកទាមទារបើម្ចាស់ដីដើមនឹងនៅរស់មិនអីទេណាប៉ុន្តែបើសិនជាម្ចាស់ដីដើមនឹងគាត់ស្លាប់ទៅបាត់ហើយណាអញ្ចឹងតាមច្បាប់នៃការបែងចែកមរតកគឺកូននៃម្ចាស់ទ្រព្យណាដែលមានឪពុកម្ដាយមានដីមានធ្លីហ្នឹងកូនហ្នឹងត្រូវមានចំណែកនៅលើដីហ្នឹងដែរបើសិនជាគ្មានមូលហេតុណាមួយត្រឹមត្រូវតាមច្បាប់ទេគឺម្ចាស់ដីមិនអាចផ្ដាច់មរតកពីកូននឹងបានទេហើយកុំយល់ទេថាអាហ្នឹងជាដីរបស់គាត់ដីរបស់ខ្ញុំណាខ្ញុំចង់ផ្ដាច់មរតកខ្ញុំចង់ឲ្យក៏បានមិនឲ្យក៏បានអត់បានទេបងប្អូនតាមច្បាប់គឺកូនទាំងអស់ត្រូវតែមានចំណែកតោះនេះបងប្អូនបាទត្រូវតែមានចំណែកអញ្ចឹងកាលណាយើងមិនបានផ្ទេរឈ្មោះត្រឹមត្រូវម្ចាស់ដីដែលលក់ឲ្យយើងហ្នឹងគាត់ស្លាប់បាត់ទៅសកូនគាត់ណាកូនគាត់នឹងមកប្តឹងទាមទារហើយយើងនឹងត្រូវចំណាយពេលតតាំងក្តីគ្នានៅតុលាការទៀតដូចខ្ញុំនិយាយទាំងរឿងច្បាប់នៃការបែងចែកមរតកមិនមែនខ្លួនឯងជាម្ចាស់ដីចង់លក់ចង់ដូរអីតាមចិត្តទេណាអត់ទេត្រូវតែផ្ដាច់មរតកពីកូនហ្នឹងសិនប៉ុន្តែបើសិនបើយើងបានទេសិទ្ធត្រឹមត្រូវអស់ហើយអាបញ្ហាទាំង4ហ្នឹងនឹងមិនអាចកើតមានឡើងទេភាគរយដែលកើតមានឡើងគឺតិចបំផុតហើយយើងនឹងខ្លាចជាម្ចាស់ដីស្របច្បាប់ឆាប់បញ្ញាប់ទៅផ្ទេរឈ្មោះកាត់ឈ្មោះទៅបើសិនបើអ្នកកំពុងតែកាន់កាប់ប្លង់ដីហ្នឹងគឺមិនទាន់មានឈ្មោះខ្លួនឯងហើយជាពិសេសបើចង់ឃើញវីដេអូនេះបន្ថែមទៀតណាកុំភ្លេចទិញផលិតផលច្បាប់ផ្សេងៗដែលខ្ញុំមានលក់ចុច link ខាងក្រោមតែឃើញអរគុណគណៈពេលនេះវត្តមានខ្ញុំបាទពូវិស័យសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ